ជីវិតគឺជាការតស៊ូតែជីវិតខ្ញុំមានឈ្មោះជាក្មេងអនាថាគ្មានម៉ាក់គ្មានប៉ាគ្មានទីជម្រកស្គាល់តែកំណត់សម្រាមគ្មានអ្នកណាគេយល់ទេក្រៅពីការមើលងាយម៉ាក់ប៉ាព្រៀងអាទិត្យដ៏សែនក្តៅរស់ក្រោមពន្លឺថ្ងៃក្រោមមេឃតែមួយជើងឈរលើដីទឹកភ្នែកមួយដំណក់ស្រែកតវ៉ាលោកីម្ដេចបង្កើតខ្ញុំហើយគេមិនអោយតម្លៃខ្ញុំមានសំណួរមួយចង់សួរទៅមេឃតើរាល់ថ្ងៃនេះខ្ញុំមានឪពុកទេខ្ញុំមានម៉ែទេតើគាត់នៅទីណាបើបានឮហើយជួយទៅប្រាប់គាត់ថាកូនគាត់ម្នាក់នេះរស់នៅសែនឈឺផ្សាហៅគាត់ទាំងជប់ទាំងថ្ងៃតែគាត់នៅទីណាម្ដេចបង្កើតកូនហើយទុកឲ្យកូនឯការស់នៅម្នាក់ឯងកណ្ដាលវិវត្តសង្សារមុខពុកមុខម៉ែខ្ញុំមិនដែលឃើញទេតាំងពីតូចក្រូចឆ្មារហូតធំដឹងក្តីហាខ្យល់ហាភ្លៀងគេមិនអោយតម្លៃតែតស៊ូរស់ខំតែរកចំណីរស់នៅក្នុងសង្គមពោពេញតែភ្លើងក្តៅមិនបានរៀនសូត្រមានតែភាពល្ងងខ្លៅឈ្មោះក្មេងបានផ្សារណាថាដូចផ្សែងដូចអណ្ដែតលើសមុទ្រគ្មានកោះគ្មានត្រើយដៃទាំងពីរលើប្រណំសំពះដល់អស់ទេវតាជាតិមុនខ្ញុំខុសអីបានជាតិនេះប្រត់គ្រួសារជួបទុកកម្មក្រាស់តែអ្នកណាជាអ្នកចាព្រមនេះខិតជាអ្នកកំណត់ដោយរុញខ្ញុំនេះចូលមកឆាបានតើលោកនៅទីណាឮកូនស្រែកហៅទេទឹកភ្នែកកូនហូរដោយទន្លេចង់នឹងចង់មានភាពកក់ក្ដៅចង់មានគ្រួសារដូចគេប៉ុន្តែមិនអាចទៅរួមខ្ញុំតែងតែគិតថាថ្ងៃណាខ្ញុំដូចគេបានរៀនបានសូត្រមានមិត្តភ័ក្តិប្រឡែងមានម៉ាក់មានប៉ានៅចាំជួយជ្រោមជ្រែងអប់រំទូមានពេលខ្ញុំធ្វើអ្វីខុសពាក្យពេញអ្នកមានគុណខ្ញុំមិនដែលឮទេកូនអើយឃ្លានទេកូនអើយរងាទេភ្លៀងធ្លាក់ខ្លាំងណាស់ប្រយ័ត្នឈឺណាកូនគេដណ្ដប់ភួយផងម៉ាក់ប៉ាបារម្ភពីសម្ដីទាំងអស់នេះវាត្រឹមជាការស្រមៃដេកលើកំណត់សម្រាមទឹកភ្នែកហូររាល់ថ្ងៃតែទោះបីជាយ៉ាងណាកូនមិនស្អប់អ្នកទេគុណលោកសែនធ្ងន់មហាធ្ងន់លើព្រឹត្តិពីកូនសូមអោនសំពះដឹងគុណលោកពីចម្ងាយចាប់ពីពេលនេះទៅកូនមិនអស់សង្ឃឹមឡើយកូននឹងខំរស់ព្យាយាមរកត្រើយឈ្មោះទៅមុខវាយទៅមុខមិនបណ្ដែតមិនបណ្ដោយតើលោកនៅទីណាឮកូនស្រែកហៅទេទឹកភ្នែកកូនហូរដោយទន្លេចង់នឹងចង់មានភាពកក់ក្ដៅចង់មានគ្រួសារដូចគេប៉ុន្តែមិនអាចទៅរួម